មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃសុក្រម្សិលមិញនេះថាសហរដ្ឋអាមេរិកកំពុងទាមទារឲ្យអ៊ីរ៉ង់ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈដោយនិយាយថាច្រកសមុទ្រ Hormuz គឺបើកចំហហើយនាវាដែលឆ្លងកាត់ច្រករបៀងដ៏សំខាន់នឹងមិនត្រូវបានវាយប្រហារទៀតនោះទេមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបន្ថែមថាការតស៊ូអំណាចផ្ទៃក្នុងទីក្រុងតេហេរ៉ង់បានធ្វើឲ្យពិបាកក្នុងការរក្សាកិច្ចព្រមព្រៀងមន្ត្រីសហរដ្ឋអាមេរិកនិយាយនៅក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថាការវាយប្រហារឡើងវិញនៅសប្តាហ៍នេះបានធ្វើឡើងបន្ទាប់ពីអ្វីដែលពួកគេបានពិពណ៌នាថាជាក្រុមបញ្ឆោតទាំងឡាយនៃក្រុមរឿងរ៉ូសអ៊ីរ៉ង់ដែលព្យាយាមបំផ្លាញបទឈប់បាញ់រវាងទីក្រុងតេហេរ៉ង់និងទីក្រុង Washington សកម្មភាពនេះកើតឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយសារជាថ្មីនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមកាលពីថ្ងៃសុក្រដែលលោកចាត់ទុកកិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ននេះថាគឺចប់ហើយប៉ុន្តែលោកនិយាយថាសហរដ្ឋអាមេរិកនឹងបន្តការចរចាក្នុងគោលបំណងបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថាលោក Trump កំពុងផ្ដល់ឲ្យអ្នកចរចាអាមេរិកមានពេលវេលាកំណត់ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ប៉ុន្តែនៅក្នុងសញ្ញានៃបញ្ហាប្រឈមនៅខាងមុខពួកគេបានគូបញ្ជាក់ថាប្រធានាធិបតីគឺមានជំរឿសច្រើនប្រសិនបើការចរចាបរាជ័យឆ្លើយតបទៅនឹងការទាមទារឲ្យបើកច្រកសមុទ្រ Hormuz អ៊ីរ៉ង់និយាយថាខ្លួនចង់គ្រប់គ្រងច្រកសមុទ្រ Hormuz ផ្ដាច់មុខនេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រអារ៉ាប់នៅថ្ងៃទី11ខែកក្កដាឆ្នាំ2026នេះក្រុមមន្ត្រីនិយាយថាសហរដ្ឋអាមេរិកកំពុងធ្វើការលើការជំរុញអ៊ីរ៉ង់ឲ្យធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈថាច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ទីផ្សារថាមពលពិភពលោកក្រុមមន្ត្រីនិយាយថាសហរដ្ឋអាមេរិកកំពុងធ្វើការលើការជំរុញឲ្យអ៊ីរ៉ង់ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈថាច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ទីផ្សារថាមពលពិភពលោកគឺបើកចំហនិងឥតគិតថ្លៃសម្រាប់នាវាឆ្លងកាត់ប៉ុន្តែមួយសន្ទុះមុនពេលមន្ត្រីសហរដ្ឋអាមេរិកបាននិយាយអ្នកការទូតរបស់ទីក្រុងអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិបានប្រាប់ក្រុមអ្នកសារព័ត៌មានថាសកម្មភាពណាមួយនៅច្រកសមុទ្រ Hormuz រួមទាំងប្រតិបត្តិការបើកចំហឬដោះមីនគឺផ្អាកទាំងស្រុងជាមួយអ៊ីរ៉ង់ឯកអគ្គរដ្ឋទូតលោកអាមីរ សាអ៊ីដ អ៊ីរ៉ាវ៉ានីបាននិយាយនៅខាងក្រៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាការប៉ុនប៉ងណាមួយដោយតួអង្គខាងក្រៅដើម្បីជ្រៀតជ្រែកឬបង្កើតការរៀបចំអំណាចនិងបំពានទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ននឹងធ្វើឲ្យខូចទៅដល់ការអនុវត្តរបស់វាពន្យាពេលការស្ដារឡើងវិញនៅនាវាចរពាណិជ្ជកម្មធម្មតាធ្វើឲ្យប៉ះពាល់ទៅដល់សុវត្ថិភាពដែនសមុទ្រនិងបង្កើនភាពតានតឹងនៅក្នុងតំបន់អ៊ីរ៉ង់បាននិយាយថាច្រកសមុទ្រ Hormuz ឥឡូវនេះត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងតែមួយគត់របស់ខ្លួនហើយនាវាគួរតែចាប់ផ្ដើមបង់ថ្លៃសេវាដល់ទីក្រុងតេហេរ៉ង់ទោះបីជាពិភពលោកជាច្រើនទសវត្សរ៍បានចាត់ទុកថាវាជាផ្លូវទឹកអន្តរជាតិក៏ដោយប្រហែល 1/5 នៃប្រេងនិងឧស្ម័នធម្មជាតិដែលបានជួញដូរទាំងអស់បានឆ្លងកាត់ច្រកសមុទ្រមុនពេលសង្គ្រាមចាប់ផ្ដើម